សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ការសម្រាយសាច់រឿងណម៉ែរបស់មីងជាបន្តទៀតហើយថ្ងៃនេះដែរយើងនឹងមកបន្តសាច់រឿងរបស់យើងភាគបន្តផងដែរសង្ឃឹមថាអ្នកទាំងអស់គ្នាមានចិត្តអាក្រក់ចូលចុច like Subscribe និងដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយហើយ admin ក៏សូមអរគុណដល់អ្នកដែលបានប៉ាកាហ្វេ admin ពីវីដេអូមុនផងដែរជូនពរអ្នកទាំងអស់គ្នាសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយសម្រាប់ប្រិយមិត្តដែលចង់ប៉ាកាហ្វេមានបន្តទៀតអាច pay បានតាមរយៈ QR code ខាងលើនេះអញ្ចឹងតោះកុំឲ្យខាត់ពេលវេលាយូរយើងទៅតាមដានសាច់រឿងរបស់យើងទាំងអស់គ្នាក្រោយមករ៉េណកូនឹងក៏បានចងងូតទឹកនិងគិតពីការខិតខំប្រឹងប្រែងរបស់សាសុគីក្នុងការយកឈ្នះម៉ៃផងដែរហើយមិនដឹងថានាងយកឈ្នះម៉ៃបានដោយរបៀបណានោះទេព្រោះតែពេលវេលាគឺខ្លីខ្លាំងណាស់ក៏ប៉ុន្តែភ្លាមៗហ្នឹងប្អូនស្រីរបស់រ៉េណកូនាងក៏បានមកនិងសុំទោសទៅរ៉េណកូដែលបានខឹងនាងមុននេះហើយមូលហេតុដែលប្អូនស្រីរបស់រ៉េណកូសុំទោសនោះក៏ដោយសារតែសាសុគីនាងបាននិយាយប្រាប់នាងនៅរឿងរ៉ាវនោះអស់បាត់ទៅហើយដែលរ៉េណកូគឺព្យាយាមជួយសាសុគីយើងនឹងឯងហើយសាសុគីនាងក៏បានប្រាប់ខ្ញុំទៀតថាមនុស្សដែលរ៉េណកូចូលចិត្តនោះគឺមិនមែនជានាងនោះទេក៏ប៉ុន្តែគឺជាម៉ៃតែម្នាក់គត់តែប៉ុណ្ណោះរីឯរ៉េណកូលឺហើយនាងក៏បានប្រកែកថាមិនពិតនោះឡើយមួយវិញទៀតប្អូនស្រីរបស់រ៉េណកូនាងក៏បន្តទៀតថាគឺនាងពិតជាសុំទោសខ្លាំងមែនទែនដែលបានយល់ច្រឡំបងរបស់នាងអំពីរឿងមួយនេះចំណែកឯរ៉េណកូនាងក៏មិនបានខឹងនឹងប្អូនស្រីរបស់នាងផងដែរក៏ដោយសារតែនាងនោះទេដែលជាអ្នកធ្វើឲ្យប្អូននាងយល់ច្រឡំនោះលុះនៅពេលដែលយប់ចូលមកដល់សាសុគីនាងក៏អរគុណទៅរ៉េណកូដែលអាចធ្វើឲ្យនាងប្រយុទ្ធជាមួយនឹងម៉ៃបានព្រោះតែយើងគឺមិនដែលប្រយុទ្ធជាមួយនឹងគ្នាពីមុនមកនោះទេដូច្នេះហើយវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាប្លែកក៏ប៉ុន្តែក៏រីករាយផងដែរចំណែកឯរ៉េណកូឮហើយនាងក៏គិតថាគឺនាងចង់ឃើញសាសុគីសប្បាយចិត្តបែបនេះហើយក៏មិនចង់ឃើញនាងប្រយុទ្ធជាមួយនឹងម៉ៃទៀតដែរដូច្នេះហើយពួកគេទាំងពីរគឺត្រូវតែត្រូវគ្នាវិញហើយខ្ញុំក៏លូកដៃជួយពួកគេផងដែរបន្ទាប់មកនៅថ្ងៃណាមួយខ្ញុំប្រហែលជាអាចធ្វើជាមិត្តល្អរបស់សាសុគីទៀតផងហើយយើងក៏កាត់មកប្រហែលថ្ងៃបន្ទាប់ទៀតវាក៏ដល់ថ្ងៃដែលពួកគេត្រូវប្រយុទ្ធគ្នាលេងហ្គេមនោះហើយពួកគេគឺលេងហ្គេមនៅក្នុងបន្ទប់ដែលម៉ៃនាងឲ្យលេខារបស់នាងរៀបចំឲ្យអីចឹងទៅដែលធ្វើឲ្យរ៉េណកូឃើញហើយគឺនាងចូលចិត្តបន្ទប់ហ្គេមនឹងខ្លាំងមែនតើម៉ៃវិញឮរ៉េណកូនិយាយអញ្ចឹងគឺនាងចាប់ផ្ដើមចូលតែម្ដងនិងឲ្យរ៉េណកូនិយាយវាម្ដងទៀតទៅមើលចំណែកឯរ៉េណកូនាងក៏តបគឺនាងចូលចិត្តបន្ទប់ហ្គេមនឹងខ្លាំងណាស់គឺចូលចិត្តខ្លាំងហ្មងណាហើយកន្លែងតែចូលចុះចូលឡើងហ្នឹងសាសុគីនាងក៏បានដាក់ម្នាក់មួយដៃតែម្ដងមកហ្នឹងគឺមកប្រយុទ្ធគ្នាមិនមែនមកសរសើរបន្ទប់ហ្នឹងនោះទេហើយបន្ទាប់មកពួកគេក៏បានមកអង្គុយកន្លែងរៀងៗខ្លួនគឺថាម្នាក់ៗគឺត្រៀមខ្លួនរួចជាស្រេចហើយក្នុងការដណ្ដើមជ័យជំនះមួយនេះហើយលក្ខខណ្ឌហ្គេមដែលពួកគេលេងនោះគឺថាពួកគេគឺលេងហ្គេម3នាក់អញ្ចឹងក្នុងចំណោមពួកគេម្នាក់ត្រូវបាញ់សម្លាប់2នាក់ទៀតឲ្យបានលើសពីនេះទៀតប្រសិនបើម្នាក់នឹងបាញ់សម្លាប់2នាក់ទៀតបានហើយនោះបានន័យថាម្នាក់នឹងគឺឈ្នះម្ដងហើយអញ្ចឹងម្នាក់នឹងធ្វើបែបនេះម្ដងទៀតដើម្បីឲ្យគ្រប់2ដងនៅពេលដែលគ្រប់ហើយនោះម្នាក់នឹងគឺនឹងឈ្នះក្នុងការប្រយុទ្ធនេះជាបំខានហើយ admin សង្ឃឹមថាអ្នកនរគ្នានឹងយល់ផងដែរហើយបន្ទាប់មកពួកគេក៏បានចាប់ផ្ដើមចូលលេងហ្គេមនោះតែម្ដងយើងក៏បានឃើញរ៉េណកូនាងចូលផ្ទះមួយកន្លែងដើម្បីរកអាវុធនិងសម្ភារៈផ្សេងទៀតដើម្បីការពារខ្លួននៅពេលដែលនាងរើសហើយនាងក៏គិតថានាងដើរទៅទិញអញ្ចឹងនឹងគ្មាននរណាម្នាក់ឮសម្រាប់ជើងរបស់នាងនិងមិនដឹងថានាងនៅទីនេះនោះទេក៏ប៉ុន្តែគិតមិនទាន់ផុតផងម៉ៃនាងក៏បានដើរចូលមកនិងកាន់អាវុធមួយផងដែររួចនាងក៏វាយរ៉េណកូស្លាប់ម្នាក់ទៅដែលធ្វើរ៉េណកូគឺនាងខឹងខ្លាំងមែនទែនមិនទាន់ចូលដឹងស្អីផងឥឡូវស្លាប់បាត់ហើយចំណែកឯម៉ៃវិញគឺនាងបានញ៉ាំខៀលរ៉េណកូបានអញ្ចឹងគឺនាងជឿជាក់តែម្ដងនិងនិយាយបន្ថែមទៀតថាខ្ញុំបានត្រៀមយុទ្ធសាស្ត្រ20ទៀតឯណោះក្នុងការសម្លាប់នាងនិយាយទៅម៉ៃគឺនាងសាហាវខ្លាំងមែនទែននាងគឺមានគោលបំណងក្នុងការសម្លាប់រ៉េណកូយើងតាំងពីដំបូងមកម្ល៉េះបន្ទាប់មករ៉េណកូក៏ចាប់អារម្មណ៍ទៅលើសាសុគីលេងនិយាយទៅគឺចេះពួនហើយចាំឆ្មាក់ម៉ៃអញ្ចឹងណាដែលធ្វើឲ្យរ៉េណកូសរសើរមិនដាច់ពីមាត់នោះទេក៏ប៉ុន្តែចំណែកឯសាសុគីវិញនាងក៏ឲ្យរ៉េណកូបិទមាត់ទៅព្រោះតែនាងពិបាកផ្ដោតអារម្មណ៍លេងខ្លាំងណាស់មិនទាន់និយាយចប់ផងម៉ៃនាងក៏សម្លាប់សាសុគីម្នាក់ទៀតទៅដែលធ្វើឲ្យហ្គេមទី1នេះម៉ៃគឺទទួលបានជ័យជំនះហើយនាងគឺជឿជាក់ខ្លាំងមែនទែនថាហ្គេមបន្ទាប់ទៀតនាងនឹងយកឈ្នះម្ដងទៀតជាពុំខានហើយនៅពេលដែលនាងឈ្នះនោះរ៉េណកូកុំភ្លេចណែនាំម៉ៃឲ្យទៅមករបស់នាងស្គាល់ផងហើយបើទោះបីជាយើងត្រឹមជាសិស្សវិទ្យាល័យក៏ពិតមែនក៏ប៉ុន្តែយើងក៏អាចរស់នៅជាមួយនឹងគ្នាបានផងដែរដែលធ្វើឲ្យរ៉េណកូនឹងគ្នាពិបាកចិត្តខ្លាំងមែនទែនបន្ទាប់មកពួកគេក៏បានលេងហ្គេមទី2ហើយហ្គេមទី2នេះផងដែរប្រសិនបើម៉ៃនាងឈ្នះម្ដងទៀតនោះបានន័យថាម៉ៃនាងនឹងឈ្នះក្នុងការប្រយុទ្ធនេះតែម្ដងក្រោយមកយើងក៏បានឃើញរ៉េណកូនាងកំពុងតែរកមើលពួកគេកំពុងតែមើលហ្នឹងសាសុគីនាងក៏បានបាញ់មករ៉េណកូក៏ប៉ុន្តែរ៉េណកូក៏គេចតាន់កុំអីនឹងចេះរួចបាត់ហើយពួកគេក៏បានបាញ់គ្នាទៅវិញទៅមកក៏ប៉ុន្តែភ្លាមហ្នឹងម៉ៃនឹងក៏បានបាញ់សាសុគីពីខាងក្រោយដែលធ្វើឲ្យសាសុគីនឹងក៏បានរកកន្លែងពួនសិនបន្ទាប់មកម៉ៃឃើញអញ្ចឹងនឹងក៏បានចាក់មនោគមទៅសាសុគីគឺចង់ឲ្យសាសុគីរួមដៃគ្នាជាមួយនឹងនាងដើម្បីកម្ចាត់រ៉េណកូចេញសិនអត់ក៏ប៉ុន្តែសាសុគីវិញបើសិនបើនាង
ធ្វើតាមម៉ៃហើយម៉ៃនឹងឈ្នះវិញនោះការប្រយុទ្ធគ្នានឹងឈ្នះលើដៃម៉ៃជាមិនខានបន្ទាប់មកសាស៊ូកេនឹងក៏បានតាមបាញ់ទៅម៉ៃវិញហើយតាមចុះតាមឡើងសាស៊ូកេនឹងក៏បានដល់លើភ្នំនៅវាលខ្សាច់មួយរួចនាងក៏បានបដិខ្លួនរបស់នាងចាំឆ្មក់ម៉ៃក៏ប៉ុន្តែយើងក៏បានឃើញម៉ៃនាងនិយាយទៅសាស៊ូកេថាមើលទៅខាងមុខធ្វើអីនាងនៅពីក្រៅសាស៊ូកេនោះទេចំណែកឯសាស៊ូកេឮអញ្ចឹងនាងមិនទាន់តែងាកមកដល់ផងម៉ៃនឹងក៏បានធ្វើការបាញ់ទៅសាស៊ូកេតែម្ដងដែលធ្វើឲ្យសាស៊ូកេនឹងក៏បានស្លាប់នៅក្នុងហ្គេមទី2នេះទៀតទៅហើយប្រសិនបើម៉ៃនឹងស្លាប់ឬនគរបានម្នាក់ទៀតនោះម៉ៃនឹងឈ្នះក្នុងការប្រយុទ្ធនេះហើយបន្ទាប់មកម៉ៃនឹងក៏បាននិយាយទៅកាន់សាស៊ូកេទាំងជឿជាក់ថានាងគឺមិនអាចយកឈ្នះខ្ញុំនិងសម្លាប់ខ្ញុំបាននោះទេក៏ប៉ុន្តែម៉ៃនាងមិនទាន់និយាយចប់ផងក៏ស្រាប់តែរបស់រេណកូបាត់ទៅហើយដែលធ្វើឲ្យម៉ៃគឺនាងកាំងខ្លាំងមែនទែនតែនិយាយឌឺគេមិញអញ្ចឹងគឺបានន័យថារេណកូនិងម៉ៃគឺទទួលបានការឈ្នះម្នាក់មួយហើយនៅតែសាស៊ូកេគឺបាន0ដែលធ្វើឲ្យសាស៊ូកេនឹងគឺពិបាកចិត្តខ្លាំងមែនទែននឹងបានសុំពួកគេទៅបន្ទប់ទឹកមួយផ្លែតបន្ទាប់ពីសាស៊ូកេចេញទៅបាត់លេខារបស់ម៉ៃក៏យកតែមកឲ្យពួកគេញ៉ាំផងដែរក្រោយមកម៉ៃនឹងក៏បាននិយាយទៅរេណកូឲ្យសាស៊ូកេនឹងបន្ធូរអារម្មណ៍តែម្នាក់ឯងសិនទៅក៏ប៉ុន្តែរេណកូគឺនាងមិនយល់ព្រមនោះទេព្រោះតែនាងគឺចង់និយាយលើកទឹកចិត្តទៅកាន់សាស៊ូកេហើយនាងក៏បានដើរចាកចេញទៅនៅពេលដែលរេណកូដើរដល់បន្ទប់ទឹកហើយនោះរេណកូនឹងក៏បានស្រែកហៅសាស៊ូកេផងដែររីឯសាស៊ូកេឮអញ្ចឹងនាងក៏បានតបវិញថាឲ្យរេណកូអង្គុយចាំនាងនៅបន្ទប់ហ្គេមសិនទៅចំណែកឯនាងវិញគឺត្រឡប់ទៅវិញឥឡូវហើយនឹងបន្តទៀតថានាងគឺព្យាយាមលេងអស់ពីសមត្ថភាពហើយក៏ប៉ុន្តែមិនអាចព្រមឲ្យបាននោះទេបើទោះបីជាខំប្រឹងយ៉ាងណាក៏ដោយក៏វានៅតែចាញ់ម៉ៃដដែលនោះហើយប្រហែលជានាងចង់បោះបង់នៃការប្រកួតនេះចោលហើយមើលទៅចំណែកឯរ៉េណកូឮហើយគឺនាងភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់មកនាងក៏និយាយថានាងគឺមិនអាចបោះបង់ចោលបាននោះទេបើទោះបីជានាងចាញ់នៅថ្ងៃនេះឬក៏ថ្ងៃស្អែកក៏ដោយវាគឺគង់តែនាងអាចឈ្នះបានហើយនាងគឺចង់ឈ្នះម៉ៃមែនទេអញ្ចឹងហើយនាងមិនអាចឈប់បាននោះឡើយលើសពីនេះទៀតខ្ញុំក៏ចង់ឃើញម៉ៃចាញ់ផងដែរហើយនាងគឺជាអ្នកនាំខ្ញុំមកចូលក្នុងរឿងមួយនេះខ្ញុំថែមទាំងជួយនាងនឹងក្បត់ម៉ៃទៀតផងអញ្ចឹងហើយជប់ស្រួលបានយ៉ាងម៉េចទៅហើយខ្ញុំគឺចង់ឃើញនាងដើរទៅមុខបន្តទៀតជាមួយនឹងគ្រូក្បាលដ៏ឆ្នើមរបស់នាងក៏ប៉ុន្តែភ្លាមហ្នឹងរនគនាងក៏បានជ្រុលដៃប៉ះនឹងទ្វារនោះដែលធ្វើឲ្យទ្វារនោះក៏បានបើកហើយនាងក៏បានដួលលើសាស៊ូកេផងដែរហើយពាក្យសម្ដីដែលរនគនិយាយទាំងប៉ុន្មានក៏ធ្វើឲ្យសាស៊ូកេនឹងមានអារម្មណ៍ធូរស្រាលដែរអញ្ចឹងបន្ទាប់មកសាស៊ូកេនឹងក៏បានចំណែកឯរ៉េណកូគឺនាងមុខក្រហមហ្មងនឹងសួរថាមិនបានធ្វើអញ្ចឹងវិញរីឯសាស៊ូកេនឹងក៏បានតបថាការថើបនោះវាគឺគ្រាន់តែដើម្បីលើកទឹកចិត្តខ្ញុំប៉ុណ្ណោះនិយាយទៅយាយប៉ែសាស៊ូកេនឹងខូចមិនចាញ់ម៉ៃដែរហ្នឹងហើយសាស៊ូកេនឹងមានផែនការមួយហើយផែនការរបស់នាងគឺធ្វើឲ្យម៉ៃបាត់បង់ស្មារតីលេងហ្គេមហើយយើងមានតែចាំមើលបន្តទៀតថាសាស៊ូកេនឹងធ្វើបែបណាក្រោយពីពួកគេបានទៅដល់បន្ទប់ហ្គេមនោះម៉ៃនឹងក៏ចាប់អារម្មណ៍ទៅលើរ៉េណកូមិនបានជានាងបែកញើសអញ្ចឹងតែស្របពេលហ្នឹងសាស៊ូកេនឹងក៏បានឆ្លើយជំនួសនិងក៏ហកថាក៏ព្រោះតែពួកយើងគឺបានប៉ះនៅរាងកាយគ្នាអីចឹងទៅដែលធ្វើឲ្យម៉ៃលឺហើយគឺនាងញ័រពេញខ្លួនតែម្ដងរួចនាងក៏និយាយទៅកាន់សាស៊ូកេថានាងនិយាយបញ្ឈឺខ្ញុំទេមែនហើយខ្ញុំគឺមិនជឿនាងនោះឡើយរីឯសាស៊ូកេនឹងឃើញម៉ៃមិនជឿអញ្ចឹងនាងក៏និយាយថាយ៉ាងហោចណាស់ក៏ពីរអ្នកយើងបានថើបគ្នាផងដែរតើត្រូវអត់រ៉េណកូចំណែកឯរ៉េណកូនាងក៏បានតបថាត្រូវហើយគឺយើងបានធ្វើបែបនេះដែលធ្វើឲ្យម៉ៃលឺហើយគឺសួរទៅនាងតែម្ដងហើយរ៉េណកូវិញគឺខ្ជិលបកស្រាយច្រើនក៏ឲ្យពួកគេចាប់ផ្ដើមលេងហ្គេមនោះទៅហើយនៅពេលដែលពួកគេកំពុងតែលេងសាស៊ូកេនឹងក៏បាននិយាយពីប្រវត្តិនាងនិងម៉ៃកាលនៅក្មេងឲ្យរ៉េណកូយើងស្ដាប់ផងដែរគឺថាម៉ៃនៅពេលហ្នឹងគឺនាងគួរឲ្យស្រឡាញ់ខ្លាំងណាស់និងមានប្រជាប្រិយភាពទៀតផងក៏ប៉ុន្តែម៉ាក់របស់ម៉ៃតែងតែឲ្យនាងសិក្សាជាច្រើនម៉ោងនិងជារៀងរាល់ថ្ងៃដែលមិនចន្លោះថ្ងៃណាមួយឡើយហើយសាស៊ូកេឃើញថាវាគឺលំបាកខ្លាំងណាស់ព្រោះតែពេលហ្នឹងគឺនៅក្មេងៗនោះទេហើយថ្ងៃមួយម៉ៃនឹងក៏បានចំណាយពេលពេញមួយថ្ងៃរបស់នាងដើម្បីលេងជាមួយនឹងមិត្តភក្តិគឺវាពិតជាសប្បាយខ្លាំងណាស់ហើយនៅពេលដែលល្ងាចចុះមកដល់មនុស្សគ្រប់គ្នាក៏ត្រឡប់ទៅផ្ទះវិញនៅពេលនោះគឺមានតែពីរនាក់នាងនិងម៉ៃតែប៉ុណ្ណោះបន្ទាប់មកម៉ៃនឹងក៏បានយំនិងនិយាយថានាងមិនអាចទៅផ្ទះបាននោះទេព្រោះតែនាងគឺបានរំលងការសិក្សានៅថ្ងៃនេះហើយខ្លាចម៉ាក់របស់នាងវាយទៀតដូច្នេះហើយសាស៊ូកេនឹងក៏បាននាំម៉ៃទៅផ្ទះរបស់នាងសិនបន្ទាប់មកម៉ាក់របស់ម៉ៃក៏បានមកទីនេះដូចគ្នាដើម្បីទទួលម៉ៃទៅផ្ទះវិញហើយទឹកមុខរបស់នាងគឺគ្មានអារម្មណ៍ទាល់តែសោះដោយសាស៊ូកេនឹងនាងខ្លាចម៉ាក់របស់ម៉ៃវាយនាងក៏ចេញមកនិយាយថាម៉ៃគឺនាងគ្មានកំហុសអ្វីទេហើយម៉ាក់របស់ខ្ញុំបានប្រាប់ថាការងាររបស់ក្មេងគឺត្រូវលេងតែប៉ុណ្ណោះដូច្នេះហើយសូមកុំផ្ដល់ភាពតានតឹងមកកាន់នាងខ្លាំងពេកអីហើយសាស៊ូកេនឹងក៏បន្តទៀតថាម៉ៃគឺនាងមិនចាំបាច់ទៅកន្លែងណានោះទេនាងគឺអាចនៅទីនេះក៏បានដែរហើយខ្ញុំនឹងនៅជាមួយនាងជារៀងរហូតអញ្ចឹងយើងគឺដឹងហើយថាសាស៊ូកេនាងស្រឡាញ់នឹងការពារម៉ៃខ្លាំងណាស់ហើយប្រហែលជាម៉ៃនាងរវល់តែសិក្សានិងមិនសូវមានពេលឲ្យមកកាន់សាស៊ូកេ
ដែលធ្វើឲ្យសាសុកេផ្លាស់ប្ដូរនិងខិតខំរៀនសូត្រដើម្បីយកឈ្នះម៉ៃក៏ប៉ុន្តែអានេះគ្រាន់តែជាគំនិតឥតមាននោះទេបន្ទាប់ពីសាសុកេនាងនិយាយរឿងពីមុនចេញមកក៏ធ្វើឲ្យម៉ៃនាងមានអារម្មណ៍ល្អផងដែរហើយនាងក៏អរគុណទៅសាសុកេដែលការពារនាងនៅពេលនោះតែភ្លាមៗហ្នឹងសាសុកេនាងក៏បានសើចនិងបានបាញ់សម្លាប់ម៉ៃបានផងដែរហើយតាមការពិតទៅសាសុកេនិយាយរឿងមុននេះគ្រាន់តែធ្វើឲ្យម៉ៃបែកអារម្មណ៍លេងហ្គេមតែប៉ុណ្ណោះហើយម្នាក់ឃើញចឹងក៏បន្ទាប់ពីសាសុកេបានសម្លាប់ម៉ៃបាននោះគឺនាងសប្បាយចិត្តខ្លាំងមែនទែននិងនិយាយថាម៉ៃពិតជាល្ងង់ខ្លាំងណាស់ដែលអាចអនុញ្ញាតឲ្យនាងបោកបាននោះចំណែកឯម៉ៃឮហើយក៏នាងគាំងខ្លាំងមែនទែននិងតបថាដូច្នេះសាសុកេនិយាយរឿងមុននោះគ្រាន់តែចង់ឲ្យនាងបែកអារម្មណ៍លេងហ្គេមទេមែននិយាយទៅគឺមែននឹងហើយនិងសួរទៅម៉ៃថាតើនាងមានអារម្មណ៍យ៉ាងណាដែលត្រូវបានខ្ញុំបោកបញ្ឆោតនោះមានអារម្មណ៍ពិបាកចិត្តតូចចិត្តឬក៏ឈឺចាប់ទៅហើយយើងទៅមើលទឹកមុខម៉ៃគឺគួរអាណិតខ្លាំងមែនទែនហើយចំណែកឯរ៉េណកូយើងគឺនាងគាំងមិនស្ទើរដែរហ្នឹងណាក៏ប៉ុន្តែរ៉េណកូក៏គិតវិញថានៅពេលដែលសាសុកេនិយាយចូលចិត្តនិងចង់ការពារម៉ៃវាគឺជារឿងពិតមិនបាននិយាយកុហកនោះទេបន្ទាប់មករ៉េណកូក៏និយាយទៅកាន់សាសុកេថាកុំសប្បាយអរខ្លាំងពេកនៅមានខ្ញុំម្នាក់ទៀតដែលនៅរស់ហើយពួកគេក៏បានបន្តលេងហ្គេមនោះទៅបន្ទាប់មករ៉េណកូនាងក៏បានរកសាសុកេឃើញនិងបានបាញ់សម្លាប់នាងបានផងដែរដែលធ្វើរ៉េណកូគឺទទួលបានជ័យជំនះ2ហ្គេមហើយដូច្នេះមានន័យថាជ័យជំនះក្នុងការប្រយុទ្ធរបស់ពួកគេគឺធ្លាក់មកលើរ៉េណកូយើងនឹងឯងហើយសាររឿងក៏បានកាត់មកប្រហែលថ្ងៃបន្ទាប់គឺដល់ថ្ងៃសម្រាកនៅរដូវក្តៅហើយស្របពេលហ្នឹងជីសៃនឹងក៏បានសួរទៅសាសុកេតើនាងចង់ទៅដើរលេងអីអត់ក៏ប៉ុន្តែសាសុកេនាងនៅតែប្រកែកចឹងថានាងរវល់តែអានសៀវភៅខណៈពេលដែលងូតទឹកពេញមួយថ្ងៃចំណែកឯរ៉េណកូលឺអញ្ចឹងនាងក៏តបទាំងសប្បាយចិត្តថាការងូតទឹកនៅផ្ទះរបស់សាសុកេគឺវាអស្ចារ្យខ្លាំងណាស់ដែលធ្វើឲ្យម៉ៃលឺហើយនាងក៏សួរទៅរ៉េណកូតើនាងដឹងវាដោយរបៀបណារីឯរ៉េណកូគាំងខ្លាំងមែនទែនក៏ប៉ុន្តែស្របពេលហ្នឹងសាសុកេនាងក៏បានឆ្លើយជំនួសថាវាគឺគ្មានអ្វីនោះទេនាងគ្រាន់តែមកលេងតែប៉ុណ្ណោះហើយគ្មានអ្វីចម្លែកដែលមិត្តភក្តិមកលេងផ្ទះរបស់យើងនោះនិយាយទៅគឺសាសុកេចាត់ទុករ៉េណកូយើងជាមិត្តភក្តិរបស់នាងម្នាក់ហើយដែលធ្វើរ៉េណកូឮសាសុកេចាត់ទុកខ្លួនជាមិត្តភក្តិបែបនេះគឺធ្វើឲ្យនាងរំភើបខ្លាំងមែនទែនម្នាក់ឃើញចឹងក៏សួរតើរ៉េណកូមានរឿងអ្វីមែនបានជាយំបែបនេះចំណែករ៉េណកូក៏តបថាសាសុកេហៅខ្ញុំគឺជាមិត្តភក្តិរបស់នាងដែលពាក្យនឹងផងដែរគឺវាសំខាន់ខ្លាំងណាស់សម្រាប់ខ្ញុំរីឯសាសុកេក៏តបថានាងគឺចម្លែកខ្លាំងណាស់បន្ទាប់មកសាសុកេនាងក៏បានសួរពួកគេថាថ្ងៃនេះមិនបានមកជុំគ្នាអញ្ចឹងនិយាយចប់ម៉ៃនាងក៏បានឲ្យកាដូមួយទៅនាងដែលថ្ងៃនេះផងដែរគឺជាថ្ងៃកំណើតរបស់សាសុកេក៏ប៉ុន្តែសម័យខ្លួនគេគឺអត់ចាំផងហ្នឹងថាថ្ងៃនេះគឺជាថ្ងៃកំណើតរបស់ខ្លួនលើសពីនេះទៀតជីសៃនិងកាហោះក៏មានកាដូម្នាក់មួយសម្រាប់ឲ្យទៅសាសុកេផងដែរចំណែកឯរ៉េណកូក៏មានដូចគ្នានឹងនិយាយថារីករាយថ្ងៃខួបកំណើតមិត្តភក្តិដែលជានិមិត្តរូបនៃមិត្តភាពនិយាយទៅកូននឹងគឺប្លែកហ្មងណាដែលធ្វើឲ្យសាសុកេនាងក៏បានតបថានាងគឺគួរឲ្យធន់ខ្លាំងណាស់បន្ទាប់មកសាសុកេនាងក៏បានអរគុណទៅកាន់ពួកគេផងដែរហើយនាងនិងម៉ៃក៏ត្រូវគ្នាវិញដូចគ្នាគឺមិននៅម្នាក់ឯងទៀតឡើយបន្ទាប់មកសាសុកេនាងក៏មានអ្វីមួយចង់ឲ្យម៉ៃមើលផងដែរដោយវាគឺជាកតាប្រឡងរបស់នាងដែលនាងក៏បានបន្ទុកខ្ពស់ខ្លាំងមែនទែននឹងនិយាយថាខ្ញុំក៏បានវាយនាងជាលើកដំបូងហើយសាររឿងរបស់យើងក៏បានមកដល់ពេលបញ្ចប់ដល់ត្រឹមនេះចង់ដឹងថាសាររឿងនឹងទៅជាយ៉ាងណាទៀតនោះរងចាំទស្សនាភាពបន្តទាំងអស់គ្នាហើយថ្ងៃនេះផងដែរអេដមីនមានតែប៉ុណ្្នឹងនោះទេសង្ឃឹមថាអ្នកទាំងអស់គ្នាមានចិត្តអាក្រក់ជួយចុច like Subscribe និងដាក់សញ្ញាកណ្ដឹងឲ្យមានម្នាក់មួយជាចុងក្រោយជូនពរសុខសប្បាយសំណាងល្អទាំងអស់គ្នា